វាយតមកបាញ់លេងជាមួយដែរអូអានេះអង្គុយឆ្ងាយឃើញទៅយកខ្លីទេតែបាញ់ទៅយកវិញហ៎អីចង់មកទៅយកវិញកុំប្រាប់ទេពីអានេះមែនទេមកអញឈប់អើយម្ដងថ្ងៃនេះខ្ញុំជឿថាបងប្អូនមួយចំនួនធំប្រកាសជាបានទស្សនានៅភាពយន្តរបស់ផលិតកម្ម LD ដែលមានចំណងជើងថាពូប៉ូលីអស្ចារ្យក្មួយសង្ហាម៉ាហ្វៀហើយចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលដែលខ្ញុំបានទស្សនាភាពយន្តនេះហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ធំបំផុតនៅក្នុងខ្សែភាពយន្តនេះគឺការលះបង់របស់តួបង្គ្រឿនដែលគាត់ដើរតួជាពូគាត់ដើរតួជាប៉ូលីសមិនថាមានបញ្ហាអ្វីកើតឡើងទេទោះបីជាក្មួយរបស់គាត់ធ្វើខុសអីហ្នឹងក៏គាត់នៅតែលក្ខណៈថានៅតែតាមការពារនិងស្រឡាញ់ក្មួយជានិច្ចបើទោះបីជាពេលខ្លះសម្ដីរបស់គាត់អាក្រក់បន្តិចមែនប៉ុន្តែយើងនឹងទទួលបានអារម្មណ៍មួយថានេះគឺជាសាច់រឿងមួយដែលអ្នកនិពន្ធចង់ឆ្លុះបញ្ចាំងអំពីមនោចេតនាពូនិងក្មួយអានេះគឺជាអ្វីដែលខ្ញុំមើលឃើញធំជាងគេប៉ុន្តែនៅក្នុងសាច់រឿងនោះគឺវែងឆ្ងាយខ្លាំងមែនទែនបងប្អូនមានឈុតឆាកវាយគ្នាឬក៏មានឈុតឆាកការបង្ក្រាបហ្គេមអនឡាញដូចទៅនឹង trailer ដែលខាង LD ក៏ដាក់បង្ហាញអញ្ចឹងខ្ញុំអត់ចង់ spoil សាច់រឿងច្រើនទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់កំសាន្តឬក៏ចង់ relax ទៅមើលកូនអីហ្នឹងអាចទៅមើលរឿងរបស់ផលិតកម្ម LD បានដែលមានចំណងជើងថាពូប៉ូលីសអស្ចារ្យក្មួយសង្ហាម៉ាហ្វៀភាពយន្តនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី20ខែវិច្ឆិកានេះឯងអញ្ចឹងសម្រាប់បងប្អូនដែលចង់ទស្សនាអាចទៅទស្សនាបាននាងគឺជាមេល្បែងអនឡាញណាក់លើដាក់បញ្ជាមកឲ្យបំបីរឿងហ្គេមអនឡាញហើយតាមចាប់មេខោនៅក្រោយបានហេឡូនាងបដូរចិត្តមកស្រឡាញ់ខ្ញុំអញ្ចឹងចាំចាប់ក៏មិនខុសហើយដែរចាំនាងស្រឡាញ់ឯងអញចាំបានតែបើចាំឯងស្រឡាញ់នាងបើចិត្តអញចាត់ទាំងពីរក្មួយរបស់យើងនៅក្នុងអត្តចរិតគាត់មិនដែរហើយគាត់ធ្វើអីឲ្យពូពិបាកអត់នៅក្នុងរឿងនេះតួក្នុងរឿងនេះគឺតួក្មួយម៉ាហ្វៀហ្នឹងតែគាត់វាមនុស្សល្អទេបាទវាចង់ជួយដល់ពូដែលជាប៉ូលីសដែលជាសមត្ថកិច្ចហើយក៏វាចង់តាមរកឃាតករដែលសម្លាប់ប៉ារបស់វាដែរគាត់ថាមនុស្សវាមាត់រឹងហើយវាខូចហើយធម្មតាក្មេងវារៀងឈាមរាវវាថាមិនធ្វើជាស្ដាប់ទេតែវាធ្វើហើយទ្រង់ញ៉ាញ់តិចនិយាយទៅញ៉ាញ់តិចតែរឿងវាស្មុគស្មាញជាមួយនឹងអាក្មួយហ្នឹងណាជំការក្មួយហ្នឹងវាបង្កបញ្ហាឲ្យយើងដែលជាពូដែលជាសមត្ថកិច្ចផងតែក្នុងនាមអាក្មួយវាជាជនបង្កាប់អាក្មួយក៏វាជាប៉ូលីសដែរតែយើងបង្ហើមខ្លាំងពេកប្រិយមិត្តទាំងអស់គ្នាប្រកាសជាដឹងសាច់រឿងច្រើនចង់ឲ្យមកមើលផ្ទាល់វិញអរគុណច្រើនបាទអរគុណច្រើនបាទអរគុណYou love